ដើររើសអេតចាយតាមផ្លូវខណៈភេសករត់កិច្ចពីក្រផ្លោងគ្មានលុយ100ចាប់ខ្លួនទៅណាហ៎ទៅមកគោលបាទចុះយ៉ាងមិនដើរមានជីក៏ហើយចុះអេតចាយលក់អេតចាយដល់តាមផ្លូវហើយមកពីណាអញ្ចឹងមកពីព្រៃគោពូស្រណោះណាស់លោកអើយព្រោះតែអាចោសៀមធ្វើឲ្យប្រជាជនខ្មែរត្រូវរងទុក្ខលំបាកភេសកចោលផ្ទះសម្បែងជាស្ដែងដូចបងប្រុសម្នាក់នេះរត់ភេសកកិច្ចពីក្រផ្លោងតែគ្មានលុយ100ខ្មែរចាប់ខ្លួនបានត្រឹមដើររេអិតចាយតាមដងផ្លូវព្រោះគ្មានលុយជិះឡាននេះបើតាមបងប្រុសម្នាក់បានបង្ហោះវីដេអូចុកដៃចុកជើងរួយកឈឺស្មាជាប់ចង្កេះស្ពឹកសពន់ឆ្លោះក្រិចបើសិនជាបងប្អូនមានបញ្ហាទាំងអស់ហ្នឹងប្រើកាអៀក្តៅរបស់ CC ធម្មជាតិធានាប្រើអត់បានផតដូរលុយវិញឥឡូវនេះប្រូម៉ូសិនបញ្ចុះតម្លៃរហូតដល់ 50% លើកមុនបងប្អូនទិញមកប្រអប់តម្លៃ$8ឥឡូវនេះចុះសល់ត្រឹមតែ$4តែប៉ុណ្ណោះកាអៀ CC ធម្មជាតិហ្នឹងល្អហើយអត់ក្តៅខ្លាំងទេហើយបិទទៅកាត់បន្ថយការឈឺចុកចាប់ខ្ញុំឈឺណាស់នេះឈឺអាឆ្លាក់នេះអាកពុនដៃនេះដេកបាននេះចាប់បាទដល់ហើយមកខ្ញុំបិទអស់តែ2ដងគឺ2សន្លឹក2ដងវា4សន្លឹកបាត់ឈឹងដោយភ្ជាប់ជាមួយ caption យ៉ាងខ្លីថាភេខ្លួនចេញពីព្រៃគប់ក្រុងប៉ោយប៉ែតទៅថ្មគោលគ្មានលុយ1រៀលដើរស្មើណាដល់ទៅណាហ៎ទៅមកគោលបាទចុះយ៉ាងមិនដើរមានជីក៏ហើយចុះអេតចាយលក់អេតចាយដល់តាមផ្លូវហើយមកពីណាអញ្ចឹងមកពីព្រៃគប់ចុះព្រៃគប់ពូនៅនឹងដែរតែទៅមកពីហ្នឹងហ្នឹងពិបាកទៀតមួយថ្ងៃនេះតែពេលខ្ញុំពេចមកដេកនឹងលូក្រោយលូទៅមានគេថាអូនអើយដេកឡើងខ្ញុំអត់បានទេព្រោះគេថាអូនឯងធ្វើមកអីទៀតហ្នឹងឯងគេទុកចាក់យើងចាច់ផុតក៏ល្អដែរអញ្ចឹងណាយ៉ាប់ដែរអត់មានលុយមានកាក់អីទេមានទេពូហើយមកពីណាអត់បានធ្វើការងារអីទេអត់បានធ្វើការបងហើយអូនឯងស្រុកនៅណាខ្ញុំស្រុកខ្ញុំនៅសឡូតែបច្ចុប្បន្នខ្ញុំនៅព្រៃគប់មានប្រពន្ធមានកូនណាមានគាត់ទៅមុនអស់ហើយទៅថ្មគោលទៅថ្មគោលបានអីស៊ីទៅមកទៅអីវត្តកលេសតែកន្លែងលបងគាត់នៅហ្នឹងជិះកើតអត់អត់ព្រីជិះមុខកើតទេតោះជិះមកអ៊ំទៅហ្នឹងហើយទៅចែកទៅបាននេះមានទេហើយជិះម៉ូតូទៅជាមួយមានលុយ1រៀលទៀតបងប្អូនអើយនេះអើយមកដល់វត្តបងប្អូនវិញផ្លូវតាំងពីប៉ោយប៉ែតមកវាដើរឥឡូវហ្នឹងខ្ញុំជូនណាវាវិញផ្លូវខ្លួនវាក្រៅខ្ញុំគេជូននេះកលិចកលុចផ្លូវយ៉ាប់ចង្អត់រំដល់វត្តកលិចវត្តកលាំងហ្នឹងឯងឥឡូវខ្ញុំជូនមកដល់ហើយចាំមើលថាស្គាល់លោកទៅតាមមើលជូនអ្នកវិញមកនេះថាស្គាល់លោកគ្រូមើលលោកគ្រូស្គាល់អីអត់អូនក៏បងនេះកណាវាដើរពីប៉ោយប៉ែតមកចឹងណាខ្ញុំក៏អីបងចឹងមកកណាមកតាមឲ្យដល់កន្លែងបងណាពុទ្ធកាលោកមើលក្រោយបានឃើញទង្វើខាងលើរបស់បងប្រុសមហាជនជាច្រើនលន់មាត់សរសើរមិនដាច់ពីមាត់នៅទឹកចិត្តដ៏ល្អផូរផង់មិនអាចកាត់ថ្លៃបានជាមួយគ្នានោះផងដែរបងប្រុសក៏បានបន្តទៀតថាសង្គ្រាមធ្វើឲ្យមនុស្សធ្លាក់ខ្លួនវេទនាតែខ្ញុំបានបញ្ជូនគាត់ទៅដល់ព្រះសង្ឃគ្រូចៅអធិការវត្តហើយ